ទាំងនេះគឺជារបៀបមួយដែលប្រជាជននៅក្នុងប្រទេសអាហ្វ្រិកាពួកគាត់ធ្វើការនឹងចងពូនគ្នាជាក្រុមនេះគឺជារបៀបរបបនៅក្នុងប្រទេសអាហ្វ្រិកាដើម្បីធ្វើការឬក៏ធ្វើអ្វីមួយពួកគាត់តែងតែប្រមូលគ្នាជាក្រុមគេអាចសង្កេតឃើញថានៅក្នុងការធ្វើការនឹងជីកដៅមួយដ៏ធំនេះគឺមិនមានគ្រឿងចក្រឬក៏ excavator ដើម្បីជីកនោះទេគ្រប់យ៉ាងគឺដំណើរការទៅដោយកម្លាំងពលកម្មរបស់មនុស្សសុទ្ធសាធតែម្ដងសម្រាប់អ្នកគណនាអំពីការធ្វើការនៅក្នុងប្រទេសអាហ្វ្រិកគេអាចសង្កេតឃើញថាការងារខ្លះត្រូវចំណាយកម្លាំងមនុស្សអស់តែ3ទៅ4នាក់តែប៉ុណ្ណោះចំណែកឯនៅប្រទេសអាហ្វ្រិកាគឺចំណាយមនុស្សអស់ច្រើនរហូតដល់រាប់សិបនាក់ឯណោះគឺវាផ្ទុយទៅនឹងការធ្វើការឯលទ្ធផលដែលធ្វើការបាននោះគឺមានចំនួនយ៉ាងតិចតួចបំផុតសម្រាប់អ្នកវិភាគនៅខាងប្រទេសអាមេរិកបាននិយាយថាការធ្វើការងារបែបនេះគឺចំណាយពេលវេលាកម្លាំងពលកម្មប្រើមនុស្សអស់ច្រើនលុយកាក់ក៏អស់ច្រើនរីឯលទ្ធផលការងារគឺទទួលបានតិចតួចបំផុតក៏ប៉ុន្តែសម្រាប់ប្រជាជននៅក្នុងប្រទេសអាហ្វ្រិកាផ្ទាល់ពួកគាត់មិនដែលខ្វល់អំពីការវិភាគទាំងនោះឡើយពួកគាត់តែងតែប្រមូលផ្ដុំគ្នាដើម្បីធ្វើការទាំងនេះគឺជាទំនៀមទម្លាប់ក៏ដូចជាប្រពៃណីតាំងពីយូរលង់នៅក្នុងប្រទេសអាហ្វ្រិកាដោយពួកគាត់ទាំងនោះជារៀងរាល់ថ្ងៃគឺមិនទាន់បានបំភ្លេចនៅទំនៀមទម្លាប់នោះនៅឡើយទេសម្រាប់ admin ប្រសិនបើគ្នាច្រើនធ្វើការងារបានលទ្ធផលតិចតួចបែបនេះadmin នឹងដំឡើង version ថ្មីដើម្បីកែប្រែជំរុះចូលនៅចំណុចអវិជ្ជមាននិងជ្រើសយកតែចំណុចណាដែលវិជ្ជមានយកមកធ្វើនិងដំឡើងបច្ចុប្បន្នភាពសារជាថ្មីទាំងនេះគឺជារបៀបដែលគេថែសារផ្លែទំពាំងបាយជូរដើម្បីទុកឲ្យបានយូររហូតដល់1ឆ្នាំឯណោះប្រជាជនដែលដាំផ្លែទំពាំងបាយជូរនៅក្នុងប្រទេសអាហ្គានីស្ថានពួកគាត់គឺសូនដីឥដ្ឋឡើងដើម្បីដាក់ផ្លែទំពាំងបាយជូរនៅខាងក្នុងនោះរួចហើយក៏កប់នៅក្នុងដីពួកគាត់ធ្វើបែបនេះគឺដើម្បីថែរក្សាគុណភាពទំពាំងបាយជូរនិងធ្វើឲ្យទំពាំងបាយជូរមិនស្វិតឬក៏ស្រពោនរយៈពេលដែលគាត់កប់ជាយូរយារអញ្ចឹងទេប្រជាជននៅក្នុងប្រទេសអាហ្គានីស្ថានតែងតែធ្វើបែបនេះជារឿយៗដើម្បីកប់ផ្លែទំពាំងបាយជូរទុកស្តុបមិនឲ្យខូចនៅរដូវដែលសម្បូរទៅដោយទំពាំងបាយជូរចូលដល់រដូវកាលថ្មីដែលផ្លែទំពាំងបាយជូរមិនទាន់មានភោគផលនោះពួកគាត់ក៏យកដីឥដ្ឋដែលផ្ទុកទៅដោយទំពាំងបាយជូរនៅខាងក្នុងដើម្បីយកមកលក់នៅលើទីផ្សារពួកគាត់ទាំងនោះធ្វើបែបនេះគឺផ្លែទំពាំងបាយជូរអាចមានតម្លៃគុណនឹង2ហើយក៏អាចលក់ផ្លែទំពាំងបាយជូរនៅគ្រប់រដូវកាលតែម្ដងទាំងនេះគឺជាបច្ចេកវិទ្យាដ៏ទំនើបបំផុតនៅក្នុងការចិញ្ចឹមគោនៅក្នុងប្រទេសអូស្ត្រាលីដោយនៅទីនោះគឺមានកសិដ្ឋានដើម្បីបណ្ដុះនៅពូជគ្រាប់ស្មៅសម្រាប់នៅក្នុងប្រទេសដែលចិញ្ចឹមគោច្រើនគឺលែងព្រួយបារម្ភទៀតហើយនៅក្នុងកសិដ្ឋានដ៏ទំនើបមួយនេះគឺត្រូវបានបង្កើតឡើងដើម្បីបណ្ដុះនៅពូជស្មៅដើម្បីយកទៅចិញ្ចឹមគោដើម្បីបានស្មៅទាំងនេះយកទៅឲ្យគោស៊ីគេត្រូវរៀបចំស្រោចទឹកដាក់ជីនឹងចំណាយរយៈពេលតែ7ថ្ងៃប៉ុណ្ណោះស្មៅទាំងនោះនឹងលាស់ឡើងចេញពណ៌បៃតងយ៉ាងស្រស់សម្រាប់នៅប្រទេសកម្ពុជាពុកម៉ែបងប្អូនប្រសិនបើមានគ្រាប់ពូជស្មៅអញ្ចឹងប្រហែលជាល្អព្រោះអីនៅប្រទេសកម្ពុជាយើងនៅរដូវប្រាំងគឺតែងតែប្រឡែងគោព្រោះអីគឺអត់មានសួនអត់មានអីដើម្បីដាំស្មៅនោះទេពុកម៉ែបងប្អូនអញ្ចឹងទេអ្នកចិញ្ចឹមគោគឺពិបាកក្នុងការរកស្មៅយកទៅឲ្យគោស៊ីបើសិនជាមានគ្រាប់ពូជស្មៅអញ្ចឹងយើងអាចធ្វើសួនឬក៏ច្បារដើម្បីសាបព្រោះគ្រាប់ស្មៅទាំងនោះនិងបាញ់ទឹកដើម្បីឲ្យលាស់ចេញត្រួយងាយស្រួលក្នុងការចិញ្ចឹមគោពុកម៉ែបងប្អូននេះជាក្បាលបង្គារាប់ម៉ឺនរាប់លានក្បាលដែលត្រូវបានបុរសម្នាក់នេះបាចចូលទៅក្នុងទឹកអ្នកទាំងអស់គ្នាប្រហែលជាមិនដឹងទេនេះគឺជាក្បាលបង្គាដែលត្រូវបានគេដកយកសាច់ចេញទុកមួយឡែករីឯក្បាលបង្គាក៏ត្រូវបានបាចចូលទៅក្នុងទឹកតើមូលហេតុអ្វីបានគេបាចក្បាលបង្គាទាំងនេះចូលទៅក្នុងទឹកមូលហេតុនោះគឺកន្ធាយនៅក្នុងទឹករាប់ម៉ឺនរាប់លានក្បាលត្រូវបានគេចិញ្ចឹមនៅក្នុងកសិដ្ឋាននៅក្នុងប្រទេសចិនសម្រាប់សត្វកន្ធាយគឺជាអាហារមួយដែលពេញនិយមបំផុតនៅក្នុងប្រទេសចិនសម្រាប់កសិដ្ឋានមួយនេះអាចរកចំណូលពី10ទៅ20ម៉ឺនដុល្លារនៅក្នុងមួយឆ្នាំពីការលក់កន្ធាយតើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ក្នុងការចិញ្ចឹមសត្វកន្ធាយដែរឬទេអញ្ចឹងទេដើម្បីទទួលបាននៅវីដេអូប្លែកៗក៏ដូចវីដេអូចែករំលែកចំណេះដឹងសូមកុំភ្លេចពុកម៉ែបងប្អូនទាំងអស់គ្នាចុច Subscribe និង Follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin